បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube បាទថ្ងៃនេះគឺ Channel វីដេអូចំណេះដឹងខ្លីៗចែកជូនដល់ពុកម៉ែបងប្អូនមកទស្សនាវីដេអូខ្លីហើយមានប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនអរគ្នាបាទជាដំបូងខ្ញុំចង់បង្ហាញគឺតាក់ទងជាមួយនឹងការហៅទូរស័ព្ទទៅលេខផ្សេងៗគឺជាប់ការថតសម្លេងអូតូបាទអញ្ចឹងពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនមានធរៈជាមួយនរណាហើយយើងធ្វើការយកសម្លេងរបស់គាត់ដើម្បីទុកជាភស្តុតាងឬក៏ទុកធ្វើអីផ្សេងៗពុកម៉ែបងប្អូនធ្វើការចូលទៅទស្សនាវីដេអូនេះទាំងអស់គ្នានឹងចេះទាំងអស់គ្នាបាទជាដំបូងពុកម៉ែបងប្អូនធ្វើការចូលទៅក្នុង Miss Call ឯមកបាទរូបទូរស័ព្ទហ្នឹងបាទបន្តមកទៀតពុកម៉ែបងប្អូនធ្វើការចុចទៅលើកន្លែងសញ្ញាជ្រុងនេះមកបន្តមកទៀតកន្លែងនេះបាទពុកម៉ែបងប្អូនបាទការហៅទូរស័ព្ទដោយស្វ័យប្រវត្តិមានន័យថាថតការហៅទូរស័ព្ទដោយស្វ័យប្រវត្តិអានខុសបាទអញ្ចឹងពុកម៉ែបងប្អូនកន្លែងនេះគឺយើងអត់ទាន់បានបើកវាទេកាលណាដែលបងប្អូនបើកពេលដែលបងប្អូនហៅទៅអ្នកណាខលទៅអ្នកណាគឺវានឹងជាប់សំឡេងអូតូបាទអញ្ចឹងពុកម៉ែបងប្អូនធ្វើការបើកវាមកបាទហើយខ្ញុំបញ្ជាក់កន្លែងនេះបើសិនជាពុកម៉ែបងប្អូនអត់មានការចាំបាច់ទេពុកម៉ែបងប្អូនមិនចាំបើកវាទេប៉ុន្តែបើសិនជាមានតរៈចាំបាច់ពុកម៉ែបងប្អូនធ្វើការបើកតនិចវាមកបាទចុចលើវាមកបន្តមកទៀតពុកម៉ែបងប្អូនខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងបើសិនជាយើងបើកកន្លែងហ្នឹងមិញណាហើយពុកម៉ែបងប្អូនធ្វើការហៅទៅលេខអ្នកណាផ្សេងគឺវានឹងជាប់សំឡេងនៅលើលេខដែលយើងហៅនឹងទៅទាំងអស់បាទអញ្ចឹងនិយាយការសម្ងាត់អីគឺជាប់ទាំងអស់បាទអ្នកទេមកយើងលើក៏ជាប់យើងទេទៅគេក៏ជាប់ដូចគ្នាណាសំឡេងហ្នឹងណាហើយនេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងគឺខ្ញុំបានខលទៅលេខក្រុមហ៊ុនមួយណាអញ្ចឹងធ្វើការឆែកយកសំឡេងហ្នឹងមកស្ដាប់តើគេឆែកបែបម៉េចអញ្ចឹងពុកម៉ែបងប្អូនធ្វើការចុចលើកន្លែងនេះចុចលើវាមកបន្តមកទៀតពុកម៉ែបងប្អូនធ្វើការចុចលើកន្លែងនេះដើម្បីឆែកយកសំឡេងដែលយើងបានខលទៅក្រុមហ៊ុនមិញតើវាជាប់អត់ចឹងជាប់ហើយវាលឺអត់ចឹងដោយសារតែខ្ញុំកំពុងតែថតមិនដឹងថាវាជាប់ឬក៏អត់ទេយើងទៅស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងយើងចូលឆែកសំឡេងដែលយើងថតហ្នឹងគឺការថតការហៅទូរស័ព្ទអញ្ចឹងពុកម៉ែបងប្អូនចុចលើវាមកអញ្ចឹងសំឡេងនេះគឺខ្ញុំបានថតមុននឹងបន្តិចហ្នឹងចាំមើលខ្ញុំស្ដាប់មើលលឺអត់បាទបាទអូខេលឺហើយអញ្ចឹងពុកម៉ែបងប្អូនបាទរបៀបឆែកគឺងាយហើយបញ្ជាក់បើម្ដងទៀតបាទពុកម៉ែបងប្អូនបើសិនជាអត់មានការចាំបាច់ទេពុកម៉ែបងប្អូនមិនបាច់ចាំបើកកន្លែងហ្នឹងទេណាមិនចាំបើកកន្លែងការថតនោះទេអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទពុកម៉ែបងប្អូនបាទបើសិនជាពេញចិត្តវីដេអូកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងផងដែរជាចុងក្រោយសូមអរគុណសូមគោរពលាបាទ